ជំរាបសួរបងប្អូនប្រិមិត្តដែលស្នេហាវិស័យកីឡាព័ត៌មានក្តៅៗទាក់ទងនឹង FSC គឺសហព័ន្ធបាល់ទាត់កម្ពុជាដោយមានការអញ្ជើញនិងមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់អាយដាមមេដាមសេនីឯកសោយសខាផ្ទាល់តែម្ដងគឺជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបានដាក់ចេញនូវគោលដៅ3ធំទី1គឺនៅឆ្នាំ2028ដល់ឆ្នាំ2030កម្ពុជានឹងអាចឡើងទៅលេងវគ្គ4ក្រុមនៅចុងក្រោយនៃពានរង្វាន់ Asian Hyundai Cup ចំណែកឯនៅឆ្នាំ2032កម្ពុជានឹងអាចឡើងទៅលេងវគ្គចែកពូជពានរង្វាន់ទ្វីបអាស៊ីផ្ទាល់តែម្ដងគឺ AFC Asian Cup រហូតដល់ឆ្នាំ2042កម្ពុជានឹងមានសង្ឃឹមអាចបោះជំហានលេងនៅពានរង្វាន់លំដាប់ពិភពលោកគឺ FIFA World Cup ដូច្នេះបងប្អូនប្រិមត្តយើងមានតែរងចាំមើលនៅឆ្នាំ2042ដល់ឆ្នាំ2046ថាកម្ពុជាអាចបោះជំហានទៅមុខក្នុងឆាកអន្តរជាតិសម្រាប់វិស័យបាល់ទាត់មួយនេះហើយបច្ចុប្បន្នកម្ពុជាក៏មានការរីកចម្រើននៅវិស័យបាល់ទាត់យ៉ាងខ្លាំងមែនទែនខ្ញុំសង្ឃឹមថាកម្ពុជានឹងអាចឡើងទៅលេងនៅឆ្នាំ2042គឺពានរង្វាន់ FIFA World Cup ដែលយើងនឹងទិញរងចាំមើលទាំងអស់គ្នាយើងគិតទៅខ្លួនមើលថាបងប្អូនប្រិមិត្តទម្រាំដល់ឆ្នាំ2042តើយើងមានអាយុប៉ុន្មានហើយបច្ចុប្បន្នយើងមានអាយុប៉ុន្មានយើងអាចគិតមើលខ្លួនឯងបងប្អូនប្រិមិត្តដូច្នេះយើងតាមដានរងចាំមើលអរគុណសម្រាប់ការតាមដានសូមជម្រាបលា